បងប្អូនខ្ញុំមានរបស់លេងពិសេសមួយនេះគឺជាក្តាប់ robot ដែលខ្ញុំអាចលេងជាមួយវាបានច្រើនមែនទែនវាអាចបង្វិលខ្លួនជារង្វង់យល់ខ្លួនទៅមុខខ្ញុំអាចបញ្ជាឲ្យវាផ្លាស់ទីតាមថតសកម្មភាពពេញបន្ទប់របស់ខ្ញុំតែម្ដងហើយវាក៏អាចចូលទៅសាកថ្មដោយខ្លួនឯងហើយក្តាប់ robot នេះមានឈ្មោះថា Ebo SE robot ទូចនេះគឺជារបស់លេងសម្រាប់អ្នកដែលចូលចិត្តបច្ចេកវិទ្យាតែបើនិយាយឲ្យស្រួលយល់វាគឺជាកាមេរ៉ាដែលមានកង់ដែលអាចផ្លាស់ទីថតបានគ្រប់ទីកន្លែងពេញបន្ទប់របស់យើងឲ្យតែមានផ្ទៃរាបស្មើគឺវាអាចទៅបានវាប្រើកង់ជាប្រភេទខ្សែពានដូចជារថក្រោះអញ្ចឹងដែរអញ្ចឹងយើងអាចបញ្ជាវាពីចម្ងាយក្នុងការស្វែងរកសត្វចិញ្ចឹមឬក៏បន្លែងលេងជាមួយសត្វចិញ្ចឹមដូចជាឆ្មាជាដើមនៅខាងមុខនេះមានកាមេរ៉ាដែលយើងអាចថតរូបនិងថតវីដេអូបានគុណភាព 1080 ដែលយើងអាចថតលេងកម្សាន្តបានមកសប្បាយហើយជាពិសេសគឺយើងអាចបញ្ជាឲ្យវាធ្វើដំណើរបណ្ដើរយើងមើលវីដេអូបណ្ដើរវាសប្បាយដូចយើងបញ្ជា drone អញ្ចឹងគាត់តែវានៅលើគោកហើយវាធ្វើដំណើរមិនសូវជាលឿនខ្លាំងកាមេរ៉ាវាចាប់ប្លង់បានទូលាយល្អមែនទែនដែលយើងអាចមើលឃើញឧបសគ្គផ្សេងៗបានយ៉ាងច្បាស់ល្អកុំឲ្យមានការបុកប៉ះហើយយើងក៏អាចមើលឃើញនៅពេលយប់ផងដែរវាដូរទៅជា night vision ដែលអាចមើលបានមួយអេមចំពោះ app ដែលលើទូរស័ព្ទមានឈ្មោះថា Rolla យើងអាចចុច remote ដើម្បីបញ្ជាយើងក៏អាចកំណត់ល្បឿនឲ្យវាទៅលឿនឬក៏យឺតបាននិងបញ្ជាឲ្យវាចូលកន្លែងសាកថ្មវិញនិយាយទៅទោះបីជាវានៅជិតឬក៏ឆ្ងាយវាអាចធ្វើដំណើររកកន្លែងសាកថ្មវាឃើញ I'm going home to charge ហើយចូលកន្លែង play ដើម្បីលេងជាមួយវាដូចជាឲ្យវារត់ត្រង់រត់ជារង្វង់និងយល់ខ្លួនលឿនចូលកន្លែង photo យើងអាចថតរូបនិងថតវីដេអូបាននិងចុងក្រោយ voice chat សម្រាប់និយាយពីទូរស័ព្ទទៅ robot នៅខាងក្រៅនេះយើងអាចដាក់ memory ចូលបានសម្រាប់ការថតសកម្មភាពផ្សេងៗទុកមើលកំសាន្តសប្បាយហើយមួយរយៈពេលដែលខ្ញុំមានវាខ្ញុំដាក់បញ្ជាឲ្យលេងជាមួយកូនខ្ញុំច្រើននិងថតរូបបានច្រើនគួរសមដែរនៅខាងមុខមានអេក្រង់ដែលអាចបង្ហាញ icon បាន3ដូចជា icon កាមេរ៉ាបង្ហាញពេលយើងថតរូបឬក៏វីដេអូរូបបេះដូងបង្ហាញពី temple ចំពោះអេក្រង់ហ្នឹងបើសិនជាអាចបន្ថែមជា emoji ដូចជាចេះសើចចេះបង្ហាញមុខ sad អីទៀតគឺកាន់តែគួរឲ្យចាប់អារម្មណ៍ហើយបើសិនជាយើងអាចបញ្ជាវាបានដោយសំឡេងទៀតគឺវាកាន់តែគួរឲ្យចាប់អារម្មណ៍តែនេះគឺជា robot ដែលយើងទទួលបានក្នុងតម្លៃ$149យើងអាចប្រើវាសម្រាប់ថតជាកាមេរ៉ាសុវត្ថិភាពក៏បានព្រោះវាអាចថតឬក៏ឃ្លាំមើលបានរហូតឬក៏អាចលេងជាមួយសត្វចិញ្ចឹមរបស់យើងដូចជាឆ្មាជាដើមឬក៏អាចយកទៅលេងបិទពួនជាមួយក្មេងៗក៏បានដែរបងប្អូនដែលចាប់អារម្មណ៍ក្តាប់ robot ដែលមានឈ្មោះថា Ebo SE នេះអាចទៅតាក់ទងទិញពីហាង Mi Home BKK ឬក៏ទៅតេស្តផ្ទាល់សិនក៏បានដែរ